សួស្តីបងប្អូនអរគ្នាតោះសម្រាប់បងប្អូនអ្នកខ្លះដែលអត់តន់ចេះបង្កើត BM ហើយបងប្អូនចង់រៀននៅក្នុងរបៀបនៅក្នុងការបង្កើត BM ឬក៏តែយើងតែងតែលើកគេនិយាយថា Business Manager នេះ BM នេះគឺយើងបង្កើតឡើងសម្រាប់គ្រប់គ្រង page ឬក៏យកមកធ្វើការ book page ដែលយើងអត់ចាំបាច់ប្រើ account ជាច្រើនក្នុងការ book page ជាទូទៅ account មួយគឺមាន add account មួយតែសម្រាប់ BM ដល់ពេលដែលយើងបង្កើត BM យើងអាចមាន add account ជាច្រើនដូច្នេះហើយយើងមិនបាច់ឈឺក្បាលឬក៏វិលមុខរឿងបង្កើត account មួយហើយមួយទៀតបញ្ហា account ខូចត្រូវការ account ថ្មីក្នុងការ book page អញ្ចឹងយើងចូលទៅមើលពីរបៀបបង្កើតទាំងអស់គ្នាណាឥឡូវឧទាហរណ៍ថាខ្ញុំចូលនៅក្នុង profile Facebook មួយហើយបងប្អូនអូសមកក្រោមមកនឹងឃើញពាក្យ page ចុចនៅលើ page នេះមកបន្ទាប់មកបងប្អូនចូលនៅលើ Meta Business Suite នេះមកអញ្ចឹងបងប្អូនមើលឲ្យតទាំងអស់គ្នាណានេះយើងចុចកន្លែងនេះមកកន្លែង page របស់យើងនេះអញ្ចឹងនៅពេលដែលយើងចុចនៅលើកន្លែង page នេះគឺមាននេះមានពាក្យមួយដែលយើងអាចចូលបង្កើតបានណា create a business portfolio អញ្ចឹងយើងចុចកន្លែង create នេះមកអញ្ចឹងខ្ញុំឧទាហរណ៍ថាខ្ញុំឬក៏បងប្អូនចង់ដាក់ឈ្មោះអីក៏បានដែរតែឥឡូវខ្ញុំឧទាហរណ៍ខ្ញុំដាក់ឈ្មោះមួយណាអូខេជើងដាក់ឈ្មោះផាត់ណា add ចឹងមកហើយកន្លែងនេះ full name និង first name ផាត់ណាហើយ last name ដាក់គឺជាមកហើយemail បងប្អូនត្រូវដាក់ទៅបំពេញ email មួយណាអញ្ចឹងខ្ញុំបំពេញ email មួយណាដៃម្ខាងកាន់ម៉ៃហើយដៃម្ខាងវាយអូខេ sokho@gmail.com អញ្ចឹងមកអញ្ចឹងបងប្អូនមាន email បំពេញ email មួយមកហើយបន្ទាប់មកមាន first name last name និងដំបូងគឺមាន business portfolio name អូខេអញ្ចឹងយើងចុចពាក្យ create ទាំងអស់គ្នាណាអញ្ចឹងកន្លែងនេះគឺវាទាមទារឲ្យយើងដូរឈ្មោះតើខ្ញុំដាក់ឈ្មោះចេះមកណាខ្ញុំដាក់ឈ្មោះណាណា KU បើដាក់ចឹងបានទៀតដូរទៀតជាទៅដូរតតែ Facebook ឲ្យអូខេអញ្ចឹងឥឡូវគឺយើងបង្កើតបានហើយ BM យើងបង្កើតមិញគឺយើងបង្កើតបានឥឡូវ BM ដែលយើងបង្កើតបាននេះគឺទាមទារឲ្យយើង add page មួយចូលឥឡូវនេះបងប្អូនចង់ add ចូលឬក៏បានឬក៏ចង់ skip ក៏បានដែរតែឥឡូវកុំឲ្យវិញឆ្ងាយខ្ញុំ skip សិនចឹងណាអូខេអញ្ចឹងយើង skip ទៀតមកកន្លែងនេះ skip ទៀតមកមិនចាំបាច់អីស្មុគស្មាញច្រើនទេអូខេអញ្ចឹងយើង confirm មកណានឹងឥឡូវយើងបង្កើតបាន BM ថ្មីសាលាមួយហើយនេះគឺ Nana KU នេះអញ្ចឹង BM នេះឥឡូវយើងចូលទៅមើលបន្តិចណានេះ BM យើងគឺយើង full control នេះហើយយើងចូលទៅមើល add account អញ្ចឹង BM របស់យើងអាចបង្កើត add account បានច្រើន BM ខ្លះគឺ unlimit ហើយ BM ខ្លះដល់ពេលដែលយើងចាប់ដើមបង្កើតដំបូងយើងធ្វើការប្រមូល page book page អីហ្នឹងដំបូងយើងអាចបង្កើតបាន1 2ឬក៏3ទៅ5អីហ្នឹងដូច BM របស់ខ្ញុំនេះគឺខ្ញុំបង្កើត add account បាន5ហើយនេះ add account អញ្ចឹងសម្រាប់ BM នេះគឺខ្ញុំបង្កើត add account បានចំនួន5ហើយតែបើសិនជាយើង credit យើងល្អទៅមុខទៀតយើងអាចបង្កើតបានច្រើនជាងនេះទៀតណាហើយអ្វីដែលសំខាន់នេះគឺយើងអត់ចាំបាច់ទៅរក account ឬក៏បង្កើត account Facebook ថ្មីដើម្បីទុក book page ទេធម្មតា account Facebook យើងមាន add account តែមួយ account តែបើសិនជាយើងអឺចេះប្រើ BM យើងចេះពីរបៀបនៅក្នុងការបង្កើតបងប្អូនអាចប្រើ BM មួយហើយយើងមាន add account ជាច្រើនទៀតចឹងណាអូខេសម្រាប់ BM នេះដែរគឺខ្ញុំបាន verify រួចរាល់ដែរគឺបាន verify នេះឯងបាទហើយយើងចង់ដឹងថា BM នឹងបាន verify អត់យើងអាចចូលនៅក្នុង security center នេះមក
នេះគឺខ្ញុំបាន verify រួចរាល់ហើយពាក់ព័ន្ធទៅនឹងការ verify ហ្នឹងគឺវារៀងស្មុគស្មាញតិចត្រូវការបងប្អូនមានឯកសារមួយចំនួនដូចជាត្រូវមាន phone number អាមេរិកអីចឹងណាហើយនេះខ្ញុំ verify ជាមួយឯកសាររបស់អាមេរិក